វីដេអូនេះចេញទៅជូនបនគ្រប់គ្នាផងណាបងប្អូនអរគ្នាជារៀងរាល់ឆ្នាំមុននឹងពិធីបនចូលឆ្នាំខ្មែរមកដល់គ្រួសាររបស់ខ្ញុំតែងតែធ្វើពិធីបាំងស្កលឬទិកុសលជូនដល់បុព្វការីជនដែលបានចែកឋានហើយអញ្ចឹងបងប្អូនគ្រួសារដែលញាតិមិត្តជិតឆ្ងាយនៅខាងខេត្តផ្សេងហ្នឹងក៏មកជួបជុំគ្នាដែរពិធីបាំងស្កលនេះដែរអាចនឹងធ្វើខុសគ្នាតាមគ្រួសារនីមួយៗដោយទីតាំងសម្រាប់ធ្វើនឹងឆ្នាំមុនគឺពួកយើងធ្វើនៅនឹងចេតិយតែក្រោយពីធ្វើប្រាំងហើយពួកយើងក៏បដូរមកធ្វើនៅប្រាំងវិញចំពោះពិធីនេះដែរយើងមានអាចារ្យសម្រាប់ដឹកនាំកម្មវិធីហើយបាននិមន្តព្រះសង្ឃសូត្រធម៌ទូជូនបុព្វការីជនដែលបានស្លាប់ទៅហើយដោយយើងធ្វើការប្រគេនជូនដល់ព្រះសង្ឃហើយក្រោយពីធ្វើបុណ្យក៏ពួកយើងធ្វើទានដែរដោយជារៀងរាល់ឆ្នាំមានជូនថវិកាដល់ចាស់ហើយនិងកូនក្មេងអ្នកដែលចូលរួមគឺទទួលបានទាំងអស់សូម្បីតែខ្ញុំហើយអ្នកផ្ទះក៏ទទួលបានដូចគ្នាគឺលុយចូលឆ្នាំលុយហេងសម្រាប់សម្ភារៈដែលវេជូនគឺវត្តជាអ្នកចាត់ចែងក្រោយពីចប់កម្មវិធីពួកយើងក៏បានរៀបចំទុកដាក់វិញជាចុងក្រោយបើមានពាក្យពេចន៍អីខុសឆ្គងសូមអភ័យទោសផងបាយបាយអ្នកនរគ្នា